ប្រវត្តិអំពីរថក្រោះ T84 O+M រថក្រោះចម្បាំងសម័យថ្មីរបស់អ៊ុយក្រែន T84 O+M គឺជារថក្រោះចម្បាំង Man Battle Tank MBT ដែលអភិវឌ្ឍដោយអ៊ុយក្រែនដោយផ្អែកលើគំរូ T80UD សម័យសូវៀតវាជារថក្រោះសម័យថ្មីដែលបង្ហាញនូវសមត្ថភាពខ្ពស់ផ្នែកប្រព័ន្ធការពារការវាយប្រហារនិងបច្ចេកវិទ្យាចុងក្រោយបង្កើតឡើងដោយ Kakyu Moroso Machine Building Design Bureau KMBD ដើមកំណើតបន្ទាប់ពីសាធារណរដ្ឋសូវៀតរលាយអ៊ុយក្រែនបានបន្តអភិវឌ្ឍរថក្រោះផ្អែកលើ T80UD T84O+ ត្រូវបានបង្ហាញជាលើកដំបូងនៅឆ្នាំ 1999 ចំណែក O+M គឺជាកំណែធំជាង Advanced Version បង្ហាញនៅឆ្នាំ 2009 ត្រូវបានគេចាត់ទុកថាជារថក្រោះចម្បាំងរបស់អ៊ុយក្រែនដែលមានសមត្ថភាពខ្ពស់បំផុតលក្ខណៈបច្ចេកទេស T84O+M ទម្ងន់ 51 តោនអាវុធចម្បាំងកាំភ្លើងធំ 125 មីលីម៉ែត្រ Smoothbore KBA3 អាវុធបន្ថែម 7.68 មីលីម៉ែត្រ Coaxial បូកនឹង 12.7 មីលីម៉ែត្រ Remote Control Machine Gun ម៉ាស៊ីន Diesel Engine 1200 HP 6TD ដែល Speed 14 ល្បឿនអតិបរមា 70 គីឡូម៉ែត្រក្នុង1ម៉ោងចម្ងាយធ្វើដំណើរ 450 គីឡូម៉ែត្រ Crew 3 នាក់បើកបរបាញ់និងមេបញ្ជាការបាញ់មីស៊ីល ATGM តាមកំភ្លើងធំបានសម្រាប់ការវាយប្រហារខ្ពស់ចម្ងាយប្រព័ន្ធការពារ Duplet ERA Explosive Reactive Armor plus Laser Warning plus Smoke Smart System Thermal Sight Ballistic Computer GPS Digital Battlefield System គុណសម្បត្តិការពារខ្លាំងប្រើ Duplet ERA ដែលកាន់តែមានប្រសិទ្ធភាពក្នុងការការពារ Top Attack ATGM មានការការពារជាច្រើនស្រទាប់ Multi-layer Defense បច្ចេកទេសវាយប្រហារទំនើបការបាញ់បានទាំងសូម៉ាតនិងមីស៊ីលប្រព័ន្ធបាញ់ពេលថ្ងៃនិងយប់មានភាពជាក់លាក់កម្លាំងម៉ាស៊ីនខ្លាំងម៉ាស៊ីន Diesel 1200 HP មានភាពជឿជាក់និងសម្រាប់ទឹកដីសម្បូរផុងអាចប្រើសម្រាប់ការបញ្ជាទិញបរទេសទទួលបានការបញ្ជាទិញពីប្រទេសថៃ T84 នៅប្រទេសថៃបញ្ជាទិញ T84O+M ចំនួន49គ្រឿងនៅឆ្នាំ 2011 បញ្ហាផ្គត់ផ្គង់ការដឹកជញ្ជូនយឺតដោយសារគ្រោះផ្ទៃក្នុងអ៊ុយក្រែននិងសង្គ្រាមផ្ទៃក្នុងស្ថានភាពត្រូវបានប្រើជាចម្បាំងនៅអង្គការភាពជាប់ខ្នងក្នុង Royal Thai Army ចំនួនអនាគតថៃបានបដូរទៅជារថក្រោះ V4 របស់ប្រទេសចិនជាជម្រើសផ្សេងក្នុងពេលក្រោយប្រៀបធៀប T84O+M និង V4 ចំណុច T84O+M របស់អ៊ុយក្រែនម៉ាស៊ីន 1200 HP 1300 HP កាំភ្លើង 125 មីលីម៉ែត្រ plus ATGM 125 មីលីម៉ែត្រ plus ATGM ការពារ Duplet ERA plus Laser Warning ERA plus Smoke plus Laser Warning ប្រព័ន្ធវាយប្រហារ Thermal Ballistic GPS Digital FCS Auto Tracking តម្លៃថ្លៃជាង V4 ថោកជាង T84O+M ជារថក្រោះចម្បាំងដែលបង្ហាញថាអ៊ុយក្រែនមានសមត្ថភាពក្នុងការផលិត MBT សម័យថ្មីដែលមានតម្លៃប្រកួតប្រជែងបានទោះបីជាផលិតផលមានគុណភាពខ្ពស់ប៉ុន្តែការបញ្ជាទិញបរទេសឧទាហរណ៍ថៃត្រូវបានប៉ះពាល់ដោយបញ្ហាផ្ទៃក្នុងនិងសេដ្ឋកិច្ច